តោះបងប្អូនហ្នឹងហើយបងប្អូនណាខ្លះដែលមិនបានចូលបិទកន្លែងនេះហ្នឹងហើយបើសិនបងប្អូនអត់បានចុចបិទកន្លែងនេះទេធ្វើឲ្យទូរស័ព្ទយើងចែករំលែកលេខទូរស័ព្ទទៅឲ្យអ្នកដទៃបានគ្រប់ពេលណាហ្នឹងហើយដល់អញ្ចឹងបងប្អូនទ្រាំភ្លេចចូលបិទទាំងអស់គ្នាបើសិនមិនបិទទេវានឹងចែករំលែកលេខទូរស័ព្ទយើងទីមនៅយើងទៅឲ្យអ្នកផ្សេងអ្នកបុគ្គលទី3បានដោយងាយស្រួលហ្នឹងហើយជៀសវាងការមានការហែកទូរស័ព្ទយើងបានបងប្អូនកុំភ្លេចចូលបិទកន្លែងនេះផងណាវិធីបិទមានតែពីរចំណុចទេគឺបិទដែលត្រូវបិទមិនឲ្យវាចែករំលែកដោយស្វ័យប្រវត្តិដល់អញ្ចឹងបងប្អូនធ្វើតាមទាំងអស់គ្នាមកនឹងឲ្យចូលមើលទាំងអស់គ្នាមកខ្ញុំសូមចុចចេញនឹងហើយរួចហើយបងប្អូនចូលមកលើការកំណត់យើងមកនេះការកំណត់ណាបងប្អូននឹងឲ្យប៉ះលើការកំណត់មួយមករួចហើយបងប្អូនអូសខាងលើមកនឹងឲ្យអូសខាងលើមករកពាក្យថា Google ណានឹងហើយសេវា Google នេះបងប្អូនចូលមកនឹងឲ្យចូលតាមខ្ញុំមួយមកអូខេប៉ះលើនឹងហើយបងប្អូនមករើសពាក្យថាសេវាកម្មទាំងអស់ណាហ្នឹងហើយសេវាកម្មទាំងអស់ហើយបងប្អូនអស់លើមកហ្នឹងហើយអស់លើមកអស់មួយមកនេះគេថាការចែករំលែកនេះបំពេញដោយស្វ័យប្រវត្តិនេះនឹងពាក្យសម្ងាត់នេះការចែករំលែកលេខទូរស័ព្ទទៅឲ្យអ្នកដទៃហ្នឹងហើយពេលយើងជួបកម្មវិធីផ្សេងអញ្ចឹងទៅកម្មលេខទូរស័ព្ទយើងលោតទៅចូលឲ្យគេឃើញទាំងអស់ហ្នឹងអញ្ចឹងណាហ្នឹងហើយអូខេបងប្អូនចុចលេខនឹងមួយមកអានេះខ្ញុំធ្វើបង្ហាញនៅលើ Samsung បើសិនទូរស័ព្ទផ្សេងរកឃើញជួយ comment ប្រាប់ផងហ្នឹងហើយដើម្បីរកវីដេអូរកទូរស័ព្ទធ្វើបង្ហាញហើយវីដេអូនេះមួយសូមបងប្អូនម្នាក់មួយជួយចែករំលែកបន្តដើម្បីចូលរួមចំណែកចែករំលែកទាំងអស់គ្នាហ្នឹងហើយបងប្អូនចុចបិទមកហ្នឹងហើយចុចបិទខ្ញុំមកដើម្បីបង្ការហ្នឹងហើយកុំឲ្យលេខទូរស័ព្ទយើងបែកធ្លាយទៅឲ្យអ្នកផ្សេងបានងាយបងប្អូនត្រូវចុចបិទខ្ញុំហើយអញ្ចឹងនៅមួយចំណុចទៀតបងប្អូនមួយចំណុចទៀតបងប្អូនត្រូវចូលមកតាមខ្ញុំទៀតមកហ្នឹងហើយនេះគឺចំណុចទី1ដែលយើងត្រូវបិទហ្នឹងហើយគេថាការចែករំលែកលេខទូរស័ព្ទការចែករំលែកលេខទូរស័ព្ទហ្នឹងអនុញ្ញាតឲ្យ Google ហ្នឹងហើយបង្ហាញអ្នកនៅលើអេក្រង់ដែលអ្នកអាចជ្រើសរើសយកបានណាហ្នឹងហើយដល់ភាគីទី3ទៀតបងប្អូនហ្នឹងហើយភាគីទី3ស្នើសុំលេខទូរស័ព្ទរបស់យើងគឺឃើញហ្នឹងហើយដល់អញ្ចឹងបិទខ្ញុំមកទៅហើយបងប្អូនអូសចេញមួយបងប្អូនអូសមករកពាក្យនេះមួយទៀតមើលកន្លែងនេះមួយទៀតនេះគេថាGoogle នេះហ្នឹងហើយលើ Chrome នេះមកនេះនឹងចុចលើ Chrome នឹងមកដល់អញ្ចឹងបងប្អូនចុចមកលើ 3 មួយទៀតមកនេះ 3 នេះហ្នឹងហើយចុច3ហ្នឹងប៉ះនឹងមួយមកហើយបងប្អូនប៉ះលើការកំណត់មកឃើញការកំណត់ហ្នឹងហើយប៉ះលើការកំណត់នឹងមួយមកហើយបងប្អូនអូសលើមកហ្នឹងហើយអូសលើមកអូសមករកពាក្យថាអាស័យដ្ឋានច្រើនទៀតណាហ្នឹងហើយអាស័យដ្ឋាននឹងច្រើនទៀតគាត់នេះណាបងប្អូនហ្នឹងហើយតាមឲ្យតាន់ណាហ្នឹងហើយជិះលើនឹងមកឃើញបងប្អូនទីលំនៅដែលខ្ញុំធ្លាប់បំពេញនៅក្នុងទូរស័ព្ទខ្ញុំវានឹងចែករំលែកទៅឲ្យអ្នកដទៃគេបើសិនបងប្អូនមិនបិទទេគឺវាទៅឯនេះការរក្សានឹងបំពេញអាស័យដ្ឋានបញ្ចូលព័ត៌មានដូចជាលេខទូរស័ព្ទអ៊ីមែលនិងអាស័យដ្ឋានដឹកជូនជាដើមអញ្ចឹងណានឹងវានឹងបង្ហាញគេដែលស្វ័យប្រវត្តិតែម្ដងពេលបងប្អូនទៅ down កម្មវិធីណាមួយពឹបបងប្អូនចុចចូលទៅវានឹងឬមួយចូល website ណាមួយពឹបវានឹង load ឲ្យបង្ហាញទីលំនៅឬលេខទូរស័ព្ទយើងទៅឲ្យគេដែលស្វ័យប្រវត្តិតែម្ដងដល់អញ្ចឹងវាហានិភ័យខ្ពស់ណាស់បងប្អូនណាហ្នឹងហើយកុំភ្លេចចូលបិទទាំងអស់គ្នាហ្នឹងហើយចុចបិទមកនេះជាការស្រេចបងប្អូនបិទអញ្ចឹងហើយគឺបងប្អូនលែងមានបញ្ហាទៀតហើយ